ជំរាបសួរលោក$1000បាទខ្ញុំសូមជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ថាលោក$1000គឺជាប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍អរគុណច្រើនលោក$1000ដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុ VOV FM នៅក្នុងនីតិស្វែងយល់ពីច្បាប់នៅថ្ងៃនេះដែលលើកយកប្រធានបទនិយាយអំពីតើកម្ពុជាគួរតែមានច្បាប់ការពារសិទ្ធិរបស់អ្នកស្នាក់នៅផ្ទះជួលដែរឬទេជាសំណួរដំបូងរបស់ខ្ញុំតើលោកមានការសង្កេតឃើញបែបណាដែរចំពោះស្ថានភាពរបស់អ្នកស្នាក់នៅផ្ទះជួលជាពិសេសកម្មករដែលបម្រើការងារនៅក្នុងរាជធានីភ្នំពេញនោះបាទមែនតើរឿងផ្ទះជួលហ្នឹងគឺអ្វីដែលពួកខ្ញុំសង្កេតឃើញគឺមានផ្ទះជួលខ្លះធ្វើរឿងមិនទៅថាល្អអត់ចោះទេប៉ុន្តែមានសភាពគួរសមណាប៉ុន្តែមានបន្ទប់ខ្លះទៅក៏អត់អត់មានពពួយទេហើយកន្លែងតំបន់ផ្ទះជួលខ្លះក៏អត់មានបន្ទប់ទឹកច្រើនដែរមានបន្ទប់ទឹក2 3ហើយក្នុងគណៈដែលមានមនុស្សរាប់រយនាក់ជួលស្នាក់នៅក្នុងប្លុកហ្នឹងណាបាទប៉ុន្តែសម្រាប់ជីវិតកម្មករគឺគាត់អាចមានលទ្ធភាពជួលបានតែបន្ទប់ណាដែលធូរថ្លៃដូចចន្លោះពី$20ជាងឬក៏$30ជាងទៅដល់$40ប៉ុន្តែគាត់មានការចូលគ្នាមានន័យថាម្នាក់$10ឬក៏$5អីចឹងណា$7អីចឹងទៅមួយខែហើយគាត់នៅជាក្រុមអញ្ចឹងទៅដូចខ្ញុំតែងនិយាយថាកម្មករគឺគាត់ធ្វើការរួមគ្នាគាត់ហូបរួមគ្នាព្រោះដោយសារតែប្រាក់ខែគាត់តិចហ្នឹងណាគាត់ទិញមកហូបម្នាក់បន្តិចមកគាត់ហូបរួមគ្នាបើមិនជាគាត់ហូបតែម្នាក់ឯងគឺថាមិនអាចមានឯករាជ្យភាពក្នុងការហូបបានទេព្រោះប្រាក់ខែនោះមិនអាចឲ្យគាត់ហូបអញ្ចឹងបានហូបរួមគ្នាគាត់សម្រាករួមគ្នាហើយសម្បីតែឡានហ្នឹងក៏គាត់ជិះរួមគ្នាចង្អៀតគ្នាអញ្ចឹងទៅហ្នឹងគឺហើយពាក់ព័ន្ធនឹងតម្លៃហ្នឹងគឺខ្ញុំបានបញ្ជាក់អញ្ចឹងបើសិនជាបន្ទប់ណាដែលអត់មានបង្អួចមិនអត់មានបង្អួចហើយហប់ខ្យល់ហប់អីហ្នឹងអាបន្ទប់ហ្នឹងអាចថ្លៃទៅដល់$30ជាងដល់ទៅបច្ចុប្បន្នណាបាទប៉ុន្តែបើសិនជាបន្ទប់នោះមានបង្អួចមានអីស្រួលត្រឹម40ហ្នឹងពិបាកនឹងរកណាហើយកម្មករម្នាក់គាត់មិនអាចជួលបន្ទប់ហ្នឹងស្នាក់នៅម្នាក់ឯងបានទេតើតែគាត់រួមគ្នាពីចន្លោះ4ឬក៏5ឬក៏ជួនកាលដល់6នាក់ផងទៅមានបាទលោក$1000ក្នុងនាមមន្ត្រីអង្គការសង្គមស៊ីវិលរូបដែលធ្វើការមូលដ្ឋានច្រើនហើយសម្រាប់លោកតើលោកគាំទ្រឲ្យមានច្បាប់ការពារសិទ្ធិរបស់អ្នកដែលស្នាក់នៅផ្ទះជួលដែរទេបាទជាការពិតនៅកន្លែងហ្នឹងយើងគាំទ្រឲ្យមានការកំណត់តម្លៃអីឲ្យច្បាស់លាស់ណាជាគោលការណ៍មែនទែនទីផ្សារសេរីគេអត់កំណត់នៅតម្លៃទៀតដែលអាចបញ្ចុះបានទេប៉ុន្តែគេកំណត់នៅតម្លៃខ្ពស់ណាមួយដែលឲ្យមានការប្រកួតប្រជែងទៅប៉ុន្តែគេកំណត់នៅចំនួនសន្ទុះអតិបរមាណាមួយកុំឲ្យអ្នកផ្ដល់សេវាហ្នឹងពួកគេហៅថាប្រភេទសេវាអស់ហ្នឹងគេហៅថាសេវាសារព័ន្ធហើយមានន័យថាជាប្រភេទសេវាដែលមិនអាចអត់បានការដាក់អីហ្នឹងណាហើយប៉ុន្តែអ្វីដែលសំខាន់គឺរដ្ឋាភិបាលពិចារណាឬនឹងកុំប្តេជ្ញាផ្ដួលទៅលើតែឯកជនណាពេកនៅបណ្ដាប្រទេសមួយចំនួនគេមានគេហៅថាpublic house គោលនយោបាយសម្រាប់ផ្ទះសាធារណៈណាហ្នឹងផ្ទះអស់ហ្នឹងដែលជាផ្ទះកម្មករអាចជួលក្នុងតម្លៃថោកហើយគាត់អាចរស់នៅបានហើយពីបច្ចុប្បន្ននេះដោយសារតែរដ្ឋយើងផ្អែកផ្ដេជ្ញាផ្ដួលទៅលើតែវិស័យឯកជនខ្លាំងអញ្ចឹងហើយជាព័ន្ធដូចហ្នឹងទៅអ្នកផ្ទះជួលហ្នឹងតែអាជ្ញាធរមូលដ្ឋានទៅបិទបោចគាត់គ្រប់ជ្រុងគ្រប់ជ្រោយធ្វើឲ្យគាត់ទទួលទានដែរយ៉ាងណាក៏ដោយគឺខ្ញុំថាគួរតែមានការគ្រប់គ្រងណាមួយច្បាស់ឲ្យចេះតែមានការកំណត់តម្លៃដែលបានកំណត់តម្លៃទីផ្សារឲ្យកម្មករក៏ដូចជាអ្នកដែលជួលហ្នឹងគឺគាត់បាននឹងafford ពិបាកនឹងជួលលោក$1000ប្រសិនបើមានការរៀបចំនៅស្គ្រីព្រៀងច្បាប់ស្ដីអំពីការពារសិទ្ធិរបស់អ្នកស្នាក់នៅផ្ទះជួលតើអ្វីជាអនុសាសន៍របស់លោកនោះបាទខ្ញុំផ្ដោតលើទី1តម្លៃខ្ញុំផ្ដោតបញ្ហាមួយចំនួនតម្លៃទី2រឿងសុវត្ថិភាពទី3រឿងបញ្ហាសុខភាពនិងអនាម័យដូចខ្ញុំពីខាងដើម
តម្លៃសំខាន់ទី2គឺរឿងសុវត្ថិភាពហ្នឹងការជួលហ្នឹងគួរតែមានអីទំទៅនៅពេលដែលកម្មករគាត់ធ្វើការថែម៉ោងរហូតដល់យប់ប្រឡប់ឬក៏យប់ហ្នឹងយើងឃើញមានការប្រឈមរបស់កម្មករនៅពេលដែលគាត់ចេញពីផ្លូវធំដើរចូលបន្ទប់ជួលរបស់គាត់ហ្នឹងគាត់អាចប្រឈមនឹងក្មេងស្ទាវហិតកាវឬក៏ញៀនឆ្នាំអីហ្នឹងអាចពីពុំឯងឬក៏មានផ្លូវភេទរបស់គាត់ទៅទី1ដល់ទី3រឿងបន្ទប់អនាម័យហ្នឹងក៏ជារឿងសំខាន់ដែរជាផ្នែកហើយគ្រប់គ្រាន់វាធ្វើឲ្យនៅឆ្ងាយពីគេគាត់ពេកវាធ្វើឲ្យកម្មករគាត់គឺពោះយកប្រឡប់អីហ្នឹងគឺមានបញ្ហាហើយអាចប្រឈមនឹងសុវត្ថិភាពរបស់គាត់ដែរអញ្ចឹងលក្ខខណ្ឌ3ហ្នឹងខ្ញុំគិតថាច្បាប់ហ្នឹងគួរតែពិចារណាអំពីស្តង់ដារនៃផ្ទះជួលសម្រាប់កម្មករហ្នឹងអរគុណចាស់លោក$1000ដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុ VOFM នៅក្នុងនីតិស្វែងយល់ពីច្បាប់នៅថ្ងៃនេះដែលនិយាយអំពីថាតើកម្ពុជាគួរតែមានច្បាប់ការពារសិទ្ធិរបស់អ្នកស្នាក់នៅផ្ទះជួលដែរទេខ្ញុំសូមជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ថាលោក$1000គឺជាប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍សូមអរគុណនិងសូមគោរពលាលោក$1000បាទអរគុណបាទអរគុណជំរាបលា